ទូតអង់គ្លេសជំរុញឲ្យរដ្ឋាភិបាលកម្ពុជាឲ្យបន្តបង្ក្រាបអ្នកនៅពីក្រោយបណ្ដាញឧក្រិដ្ឋកម្មអនឡាញលោក Dominic William ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជាបានអបអរសាទរកម្ពុជាចំពោះការចាប់ខ្លួននិងការបញ្ជូនខ្លួនលោក Gen Z មេខ្លោងឧក្រិដ្ឋកម្មឆ្លងដែនទៅចិននិងទទួលស្គាល់នៅសកម្មភាពថ្មីៗរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបបោកតាមប្រព័ន្ធបច្ចេកវិទ្យាទន្ទឹមនេះលោកលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាបន្តការងារនេះហើយថាការបង្ក្រាបអ្នកនៅពីក្រោយខ្នងដែលដឹកនាំនិងការពារបណ្ដាញឧក្រិដ្ឋកម្មទាំងនេះគឺជារឿងចាំបាច់ការបង្ហាញនៅចំណាប់អារម្មណ៍និងការជំរុញរបស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជាបែបនេះធ្វើឡើងក្នុងជំនួបការងារជាមួយអាដាមឆៃស៊ីណារិតទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីពេលថ្មីៗនេះនៅក្នុងជំនួបនោះដែរភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មនេះផងដែរសូមបញ្ជាក់ផងដែរថាជនសង្ស័យ Gen Z និងបព្វពួកមួយចំនួនទៀតត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួននិងបានធ្វើបច្ចុប្បន្នបញ្ជូនទៅកាន់ប្រទេសចិនកាលពីថ្ងៃទី6ខែមករាឆ្នាំ2026គណៈអាជ្ញាធរកម្ពុជាកំពុងខិតខំប្រឹងប្រែងបង្ក្រាបការឆបបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមក្តីរំពឹងថាវានឹងក្លាយជារបត់ថ្មីក្នុងការប្រែសម្រួលរូបភាពអវិជ្ជមានរបស់កម្ពុជាមកជាប្រទេសដែលមានសុវត្ថិភាពនិងមានសក្តានុពលខ្ពស់សម្រាប់សហគមន៍អន្តរជាតិឡើងវិញ។